សួស្តីអ្នកទាំងអស់គ្នាជួបជុំខ្ញុំម្ដងទៀតហើយនឹងថ្ងៃហ្នឹងខ្ញុំសុំចេញពីវីដេអូព្រោះអីនេះខ្ញុំចង់ប្រាប់ពីការលេងហ្គេម3បភូដែលមានខ្សែវែងអញ្ចឹងគេលេងវាមិនអីមិនដើម្បីឲ្យងាយស្រួលលេងឲ្យឈ្នះអញ្ចឹងកុំឲ្យចេះតែបកព្រោះអីអ្នកដែលលេងដំបូងហ្នឹងគាត់ជាឆ្ងល់មិនក៏លេងចេះតែចាញ់អត់ឡើងលើអត់ឡើងអីថ្ងៃហ្នឹងខ្ញុំមកប្រាប់គេបុកមិនអីមិនដើម្បីឲ្យមានភាពងាយស្រួលឲ្យឈ្នះគ្នាបុកអ្នកនរនេះកុំសូវប្រើនេះអូតូឲ្យវាលេងអូតូឲ្យវាលេងខ្លួនឯងអ្នកនរនេះកុំប្រើបើអ្នកនរនេះប្រើថានៅពេលដែលយើងបុកកូនដែលប្រវាក់ខ្លាំងដែលយើងគិតថាយើងអាចបុកបានណាអាហ្នឹងចាំយើងប្រើហើយយើងចុចវាបិទវិញដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងបើវាស្រួលលក្ខណៈអត់មានទើសតែអត់មានអីត្រូវបុកដោយដៃបានយើងបុកខ្លួនឯងព្រោះអីវាមានខ្សែមានអីយើងមើលអញ្ចឹងដូចកន្លែងនេះអីមើលវាមានខ្សែបន្ទាត់មានអីអញ្ចឹងវាស្រួលបុកអញ្ចឹងខ្ញុំប្រើដៃព្រោះបើសិនជាយើងប្រើអូតូពេលខ្លះអូតូអត់ល្អទេវារៀងកលិចអញ្ចឹងដល់ពេលអញ្ចឹងយល់ឲ្យយើងកុំសុំប្រើយើងកុំសូវប្រើអូតូពេកអូតូយើងប្រើនៅពេលដែលកូនយើងសល់កូននេះដូចជាកូនដែលប្រវាក់អញ្ចឹងអ្នកនរនេះបើកូនប្រវាក់អញ្ចឹងយើងប្រើអូតូបានហើយយើងប្រើយើងមើលផងយើងមើលថាវាចំអត់ចំកន្លែងដែលយើងត្រូវបុកអត់ហើយមុននឹងយើងចុចកន្លែងដែលតម្រូវឲ្យកូនចូលឡូយើងកុំតាន់អាចចុចមុននឹងយើងចុចយើងត្រូវថាយើងបើកអូតូសិនបើអូតូហើយចឹងណាកូនរត់ទៅណាចាំយើងចុចអូតូហ្នឹងហើយយើងចុចអូតូយើងចុចបុកវាតបមកយើងទាញវាយើងមើលផងទាញដងកើហ្នឹងយើងទាញវាមើលទៅហើយបើថាមើលទៅខ្សែបន្ទាត់ហ្នឹងកូនវាហត់ចោយអញ្ចឹងយើងប្រឡែងដែរប៉ុន្តែបើសិនជាយើងទាញវឹកយើងអត់បានមើលវាកលិចវាអត់ចេះតែចូលទេដូចក្នុងវីដេអូនេះអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយវាកលិចលក្ខណៈខ្ញុំទំងហើយដល់ពេលទៅដាក់អូតូប៉ុន្តែវាមានទៅចូលកន្លែងខ្ញុំចុចឲ្យត្រូវកូនហ្នឹងណាវាទៅចូលឡូផ្សេងទៅពេលអញ្ចឹងមានអីក៏ចាញ់គេទៅហ្នឹងហើយដូចមកឈើហ្នឹងអញ្ចឹងចាំមើលខ្ញុំបានស្រែនិយាយទៅស្រែខ្សែព្រួញវាបានត្រូវហើយសម្រាប់យើងដាក់អូតូខ្សែព្រួញវាត្រូវហើយប៉ុន្តែនៅពេលដែលយើងបុកចាំមើលកូនវាចាំមើលកូនវាហត់ផ្សេងលក្ខណៈវាកលិចមូលហេតុគឺអញ្ចឹងបាទខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាអាសាដាក់អូតូពេកហើយអ្នកទាំងអស់គ្នាលេងដោយដៃទៅមើលតាមខ្សែបន្ទាត់ព្រោះខ្សែបន្ទាត់យើងមានដែរវាស្រួលមើលវាងាយស្រួលដែរហើយអត្រាភាគរយឈ្នះក៏វារៀងច្រើនគួរសមដែរទោះវាពេលខ្លះវាមិនច្បាស់ដូចយើងដាក់អូតូក៏វាគ្រាន់ដែរព្រោះអូតូពេលខ្លះក៏វាមិនល្អដូចយើងប្រើដៃដែរហើយដូចសិទ្ធិអ្នកទាំងអស់គ្នាមើលតាមហ្នឹងទៅអ្នកទាំងអស់គ្នាដាក់វិញ្ញាណហ្នឹងទៅព្រោះសិទ្ធិហ្នឹងវាល្អវាស្រួលប្រើយើងលេងទៅវាស្រួលហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមបញ្ចប់វីដេអូធំប៉ុណ្្នឹងជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ